ទី1យើងចង់ដឹងពីវត្តសាស្ត្រហើយទី2យើងចង់ដឹងពីរបបកន្លែងទីសាស្ត្ររបស់ខ្មែរក្រហមនឹងថាមានច្បាប់បែបណាខ្លះទៅលើជនរងគ្រោះដែលបានរត់ខ្លួនឬក៏ជនរងគ្រោះដែលបានបាត់បង់ជីវិតអញ្ចឹងហើយទី2ខ្ញុំមកទីនេះដើម្បីសិក្សាស្វែងយល់បន្ថែមពីវត្តសាស្ត្រដែលខ្ញុំសិក្សានៅសាលាបន្ថែមហើយតែវាអត់គ្រប់គ្រាន់អញ្ចឹងមកទីនេះបន្ថែមដើម្បីយល់ឲ្យច្បាស់ស្រួលយើងសិក្សាឲ្យស៊ីជម្រៅពីតកតងមួយប្រវត្តិកុកទួលស្លែងហ្នឹងចាប់កំណត់បានជាង10ខែកន្លងទៅនេះជាសម្បត្តិវប្បធម៌រូបីរបស់ពិភពលោកអតីតមន្ត្រីសន្តិសុខស21ឬហៅថាគុកទួលស្លែងនឹងមានឱកាសទទួលបានការមើលថែនិងការប្រគល់ប្រជែងបានល្អមួយកម្រិតទៀតទាំងលើផ្នែកធនធាននិងហិរញ្ញវត្ថុពីអង្គការ UNESCO លោកហងនិស័យប្រធានសារមន្ត្រីគុកទួលស្លែងបានប្រាប់គេហទំព័រ Press Start Cambodia ថាការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលដាក់បញ្ចូលអតីតមន្ត្រីសន្តិសុខស21ទៅក្នុងស្ថាប័នអន្តរជាតិមួយនេះគឺវាមិនមែនជួយបានចំពោះតែការការពារទេអតីតទីតាំងប្រវត្តិសាស្ត្រទាំងនោះក៏នឹងទទួលបានការគាំទ្រទាំងផ្នែកធនធានការផ្សព្វផ្សាយនិងលើផ្នែកហិរញ្ញវត្ថុថែមទៀតផងមែនតើការចូលក្នុងប្រទេសពិភពលោកប្រទេសណាក៏គេចង់ចូលដែរដោយសារវាមានអត្ថប្រយោជន៍ពីរូបភាពណារូបភាពទី1គឺការគ្រប់គ្រងបែបធនធានមនុស្សលើការងារអភិរក្សការផ្សព្វផ្សាយអានឹងបាទទីអានឹងធនធានហិរញ្ញវត្ថុដែលខ្លះអង្គការ UNESCO មានទូនាទីជួយស្វែងរកធនធានថវិកាដើម្បីគ្រប់គ្រងដល់កិច្ចការទាំងនោះបើតាមលោកហងនិស័យថ្មីត្បិតអតីតមន្ត្រីសន្តិសុខស21នៅពេលនេះបានក្លាយជាសមាជិកថ្មីមួយបន្ថែមទៀតរបស់អង្គការ UNESCO យ៉ាងណាក្តីក៏ទីតាំងប្រវត្តិសាស្ត្រនេះមិនមានការកែប្រែអ្វីបន្ថែមក្រៅពីត្រូវរក្សារូបរាងនិងទ្រង់ទ្រាយដើមនោះឡើយផ្ទុយទៅវិញការដាក់បញ្ចូលអតីតគុកទួលស្លែងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នេះគឺផ្ដោតសំខាន់តែទៅលើការអភិរក្សជាពិសេសតម្លៃដែលបានដាក់នៅក្នុងបញ្ជីបេតិកភណ្ឌតែម្ដងរឿងចូល UNESCO ការកែប្រែវាអត់មានអីទៅប្រែទេណាទាំងរូបរាងទាំងប្រវត្តិសាស្ត្រវាមិនមែនតែមានការកែប្រែទេអ្វីដែលជាស្បការជាទៅតាមប្រវត្តិសាស្ត្រគឺនៅតែតែរឿងដែលត្រូវយកចិត្តទុកដាក់ក្រោយយើងចូលគឺការថែរក្សាការអភិរក្សទីតាំងបន្ថែមទៀតជាពិសេសគុណតម្លៃជាសកលដែលយើងបានដាក់ទៅក្នុងអង្គការ UNESCO អាហ្នឹងដែលយើងត្រូវធ្វើណាបងតែតែរឿងនេះយុវជនសម្បល់ស្រអែមនិងកំពុងរៀននៅកម្រិតអនុវិទ្យាល័យមួយនៅក្រុងអរិយខ្សាត់ជាទីក្រុងភ្នំពេញលោកជុំសត្រាដែលបានទស្សនាដោយផ្ទាល់នៅអតីតមន្ត្រីសន្តិសុខស21បានបង្ហាញអារម្មណ៍សង្វេគក្រោយឃើញផុសតាងជាច្រើននៃជនរងគ្រោះត្រូវក្រុមខ្មែរក្រហមធ្វើទរណកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនេះមានអារម្មណ៍ថាអាណិតទៅលើជនរងគ្រោះហើយក៏សោកស្ដាយតែឃើញនៅមើលជាតែបានបាត់បង់ជីវិតចឹងគាត់ថារបបនឹងវាខូខើវាអត់ប្រេកផ្សាយដែលសម្រាប់មនុស្សរងគាជាពិសេសលើប្រជាជនដែលមិនដឹងអីគេហទំព័ររបស់គុកទួលស្លែងបានបង្ហាញពីទិន្នន័យជនរងគ្រោះដែលជាអ្នកទោសនៅក្នុងអតីតមន្ត្រីសន្តិសុខស21ដែលគេកត់ត្រាទុកគឺមានចន្លោះពី 15,000 ទៅ 20,000 នាក់ជនរងគ្រោះទាំងនោះដែលរងការចាប់ប្រកាន់ថាជាអ្នកទោសត្រូវពួកខ្មែរក្រហមនាំយកពីទូទាំងប្រទេសហើយយកមកឃុំទុកនៅមន្ទីរសន្តិសុខស21នេះបើតាមគេហទំព័ររបស់គុកទួលស្លែងមានមនុស្សមិនច្រើនទេដែលមានវាសនាត្រូវខ្មែរក្រហមដោះលែងវិញក្រោយពីចាប់មកឃុំឃាំងនៅមន្ទីរស21នេះក្នុងន័យនេះមានតែជនរងគ្រោះ12នាក់ទេដែលរស់រានមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញក្នុងចំណោមជនរងគ្រោះ12នាក់នោះមានកុមារ4នាក់ផងគេហទំព័រដដែលឲ្យដឹងទៀតថាអតីតមន្ត្រីស21នេះត្រូវខ្មែរក្រហមយកសាលា2មកប្រើប្រាស់ធ្វើជាមន្ទីរឃុំឃាំងគឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃដែលមានឈ្មោះដើមហៅថាវិទ្យាល័យព្រះបញ្ញាយ៉ាតហើយមន្ទីរស21នេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិដែលមានសុនសេនជាប្រធានហើយប្រធានស21នេះត្រូវគ្រប់គ្រងដោយផ្ទាល់ពីឈ្មោះកាំងកិច្ចអ៊ីវហៅដូចនៅក្នុងអង្គសវនាការជំរុញជម្រះនៃសាលាក្តីខ្មែរក្រហមលោកកាំងកិច្ចអ៊ីវ
ធ្លាប់បានឆ្លើយសារភាពថាជនរងគ្រោះឲ្យតែនាំខ្លួនមកដល់មន្ទីរស-21នេះហើយពួកគេកម្ររួចខ្លួនណាស់ក្នុងនោះរួមទាំងកម្មាភិបាលរបស់ខ្មែរក្រហមផងបើទោះជាពួកគេរកមិនឃើញមានអំពើពិរុទ្ធភាពក៏ដោយមនុស្សដែលគេចាប់មកចូលមន្ទីរស21ហើយគេចាត់ទុកជាខ្មាំងទាំងអស់ត្រូវតែកំទេចនេះជាគោលការណ៍ដែលមិនអាចអ្នកណាល្មើសបានគេអត់គិតដល់ប្រភពដើមជាបញ្ញាជនស្លូតត្រង់យកទៅកំទេចនៅជើងឯកកាលពីថ្ងៃទី11ខែកក្កដាឆ្នាំ2025អង្គការ UNESCO បានទទួលយល់ព្រមដាក់មន្ទីរស21នេះនៅក្នុងបញ្ជីនៃបេតិកភណ្ឌរបស់ពិភពលោកដោយដាក់ឈ្មោះថាជាមជ្ឈមណ្ឌលផ្សះផ្សានិងសន្តិភាពក្រៅពីនេះនៅមានទីតាំងប្រវត្តិសាស្ត្រពីរផ្សេងទៀតគឺមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនិងអតីតមន្ទីរឃុំឃាំងម13ក៏ស្ថិតនៅក្នុងបញ្ជីនៃអង្គការ UNESCO ដូចគ្នាដែរថ្វីបើអំពើសោកនាដកម្មនេះបានកន្លងហួសទៅជិត50ឆ្នាំហើយក្តីចំពោះទីតាំងប្រវត្តិសាស្ត្រមួយនេះនៅតែមានភស្តុតាងជាច្រើនដែលបង្ហាញពីសកម្មភាពនៃការធ្វើទរណកម្មទៅលើអ្នកទោសនៅក្នុងអតីតកាលនៅឡើយដែរសម្រាប់និស្សិតជំនាញផ្នែកគណិតវិទ្យាឆ្នាំទី2នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP លោកសំបរមនិយាយថាវាមិនគួរឲ្យជឿថាពិតជាមានអំពើដ៏ប្រឡាយបែបនេះកើតឡើងបានទេនៅកម្ពុជាលោកបន្តទៀតថានៅពេលដែលឃើញនៅទស្សនវិជ្ជាបែបនេះហើយពិតជាធ្វើឲ្យរូបគេមានអារម្មណ៍រំជួលចិត្តដែលនឹកស្មានមិនដល់មើលពេលខ្ញុំឡើងទៅដល់ជាដំបងហ្មងគឺខ្ញុំមើលទៅមើលរូបភាពទៅគឺរន្ធត់ខ្លាំងបងគឺថាវាក្រំគ្រាបងមើលទៅគេថាมันគួរឲ្យកើតឡើងនៅរឿងអញ្ចឹងបង